ស្ដីអ្នកទាំងអស់គ្នានេះគឺជាវីដេអូទី3របស់ខ្ញុំកាលពីវីដេអូទី1ខ្ញុំនិយាយអំពីការថែរក្សាសុខភាពរបស់យើងវីដេអូទី2ខ្ញុំនិយាយអំពីក្តីស្រមៃការស្វែងរកក្តីស្រមៃរបស់ខ្លួនឯងហើយចំណែកវីដេអូទី3នេះគឺនិយាយអំពីការប្រឹងប្រែងព្រោះថានៅពេលដែលយើងមានសុខភាពល្អយើងមានក្តីស្រមៃហើយយើងត្រូវធ្វើម៉េចប្រឹងប្រែងធ្វើការខិតខំដើម្បីទៅឈោងចាប់ក្តីស្រមៃរបស់យើងហ្នឹងព្រោះថាក្តីស្រមៃយើងមិនចេះតែមានទៅនោះទេយើងមានហើយយើងត្រូវតែ execute វាដែលយើងហៅថាត្រូវផងផែងធ្វើកិច្ចការបើសិនជាសិស្សក្មេងៗអញ្ចឹងណាត្រូវផងផែងរៀនសូត្រដើម្បីទទួលបានចំណេះដឹងដើម្បីទៅជុំចាប់ក្តីសម័យរបស់ខ្លួនដូចជានិទេស A ឬមួយក៏អាហារូបករណ៍ទៅក្រៅប្រទេសជាដើមសម្រាប់និស្សិតនៅតាមសាកលវិទ្យាល័យដែលកំពុងរៀនបញ្ញាបត្រឬជំនាញផ្សេងៗហ្នឹងត្រូវផងផែងសិក្សាស្រាវជ្រាវដើម្បីឲ្យយើងមានជំនាញពិតប្រាកដដើម្បីបានប្រាក់ខែខ្ពស់ពេលចេញធ្វើការជាដើមហើយសម្រាប់ប្រជាជនទូទៅអ្នកប្រកបមុខរបរផ្សេងអញ្ចឹងត្រូវតែផងផែងធ្វើការអត់កាត់នឿយហត់ណាអត់មានសារអាទិត្យអីជាដើមដើម្បីទៅឈុំចាប់យកនៅជីវភាពនៅក្នុងការសម័យនៅក្នុងការតាំងចិត្តរបស់ខ្លួនដូចជាមានផ្ទះមានឡានមានជីវភាពល្អអាចរស់នៅប្រកបដោយភាពថ្លៃថ្នូររំទុំជាមួយនឹងកូនក្រុមគ្រួសារជាដើមអញ្ចឹងគ្រប់យ៉ាងគឺចេញពីការប្រឹងប្រែងទាំងអស់មានអីមួយដែលថាមនុស្សទទួលបានដោយអត់មានការប្រឹងប្រែងទេសូម្បីតែជាកូនអ្នកមានឬមួយក៏អីក៏ដោយក៏ពួកគាត់ត្រូវការប្រឹងប្រែងរៀនសូត្រដែរដើម្បីទទួលបានចំណេះដឹងមកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ឪពុកម្ដាយរបស់គាត់តមានន័យថាទោះបីម៉ែឪជាអ្នកមានជាអង្គញាឬមួយក៏គេហបដីអីផ្សេងគាត់មានទ្រព្យសម្បត្តិឲ្យកូនគាត់មែនក៏ប៉ុន្តែបើសិនជាកូនគាត់អត់មានសមត្ថភាពនឹងគ្រប់គ្រងទ្រព្យសម្បត្តិគេមកដកនឹងទេក៏វាអាចធ្វើឲ្យវាមានការចំណានទៅឯងអញ្ចឹងការចាយវាគឺនឹងវានឹងត្រូវរិចរិលស្រុតចុះរហូតដល់ខ្លាយខ្លួនជាអ្នកក្រីក្រជាមួយខាងតែមិនសិនជាអ្នកនឹងគាត់ចេះដឹងគាត់ចេះគ្រប់គ្រងទ្រព្យសម្បត្តិនឹងឲ្យល្អវានឹងហិចចំណានទៅទៀតអញ្ចឹងមានន័យថាកន្លែងហ្នឹងចង់មានន័យថាទោះបីជាអ្នកមានក៏ដោយក៏គេត្រូវតែផងផែងគ្រប់គ្រងទ្រព្យសម្បត្តិរបស់គេនឿយហត់ក្នុងការគ្រប់គ្រងបុគ្គលិកគ្រប់គ្រងមនុស្សគ្រប់គ្រងកម្មករផ្សេងជាដើមអញ្ចឹងទម្រាំតែយើងជាអ្នកសាមញ្ញមានឪពុកម្ដាយដែលស្ថិតនៅក្នុងគេហៅថាជីវភាពមធ្យមបង្គួរឬមួយក៏ជីវភាពទាបមានន័យថាប្រាក់ចំណូលទាបទៅដល់បង្គួរអីជាដើមគឺយើងហៅថាត្រូវផងផែងទៀតដើម្បីប្រមូលដកបន្ថែមហើយបើសិនជាយើងជាកូនរបស់អ្នកដែលមានជីវភាពមធ្យមបង្គួរអីចឹងណាយើងអត់អាចទៅឈុំចាប់ក្តីសម័យដែលគ្មានការប្រឹងប្រែងទេបានកូនអ្នកមានគេមានក្តីសម័យទី1គឺគេមានទុនស្រាប់ហើយដើម្បីទៅឈោងចាប់ក្តីសម័យរបស់គេហ្នឹងណាគេគាត់ថាផងផែងក្នុងការគ្រប់គ្រងចេះតក់ដាក់អីតែប៉ុណ្្នឹងទៅតែយើងត្រូវផងផែងទាំងចេះគ្រប់គ្រងចំណេះជំនាញហ្នឹងហើយយើងត្រូវផងផែងធ្វើការទៀតដើម្បីទទួលបានគេហៅថាទុនដើម្បីទៅវិនិយោគនៅលើអ្វីដែលយើងចង់បាននៅក្នុងក្តីសម័យរបស់យើងហ្នឹងហើយព្រោះថាឪពុកម្ដាយរបស់យើងហើយឧទាហរណ៍បើសិនជាយើងនៅក្នុងជាកូនដែលចន្លោះពីអាយុ18ដល់30ហើយដែលមានន័យថាចន្លោះអាយុប៉ុណ្ណឹងហើយនៅក្នុងកំឡុងឆ្នាំពី2020ដល់2030ពោលគឺនៅក្នុងទសវត្សរ៍ឆ្នាំ2020នៃក្នុងសតវត្សហ្នឹងនិយាយអានេះរៀងនេះបាននិយាយជារួមទៅគឺអ្នកដែលកើតរស់នៅធំមានន័យថាពីអាយុ18មកដល់30ក្នុងចន្លោះឆ្នាំ2020ដល់2030ហ្នឹងយើងរៀងរងសម្ពាធបន្តិចរងសម្ពាធតិចតួចឬមួយក៏ច្រើនហ្នឹងទៅតាមគ្រួសារផងដែរមានន័យថាដូចជាកត្តាសុខភាពកត្តាបំណុលអីអញ្ចឹងមិនសិនជាសុខភាពល្អប្រាក់ចំណូលតិចអាហ្នឹងក៏វាអត់សូវជាសម្ពាធអីខ្លាំងដែរហើយមួយទៀតប្រាក់ចំណូលតិចតែអត់សូវមានបំណុលអាហ្នឹងក៏វាជាកត្តាមួយដែរដែលធ្វើឲ្យសម្ពាធវាឡើងចុះទៅតាមហ្នឹងព្រោះថាក្នុងកំឡុងឆ្នាំហ្នឹងពី2020មានទាំង COVID-19 ផងមានទាំងសង្គ្រាមអ៊ុយក្រែនរុស្ស៊ីហើយសង្គ្រាមពុនអាមេរិកដាក់ពុនគ្រប់ប្រទេសសង្គ្រាមគេហៅថាtrade war ដែលវាជាសង្គ្រាមពាណិជ្ជកម្មទៅវិញទៅមករវាងមហាអំណាចផ្សេងហើយប្រទេសយើងអស់ខុសក៏បានជួបប្រទះបញ្ហាហ្នឹងដែរហើយទាំងអស់ហ្នឹងណាវាសិតតែប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសខ្មែរទាំងអស់ជាពិសេសចុងក្រោយហ្នឹងគឺសង្គ្រាមរវាងកម្ពុជាថៃមានការបិទព្រំដែនកម្ពុជាថៃដែលជាព្រំដែនគោកដែលលំហូរពាណិជ្ជកម្មទៅមកអានេះយើងកុំគិតថាមកឲ្យយើងនាំគ្នាបេះការទំនិញថៃដែលនាំចូលមកខ្មែរអញ្ចឹងក៏ប៉ុន្តែនៅក្នុងដំណាក់កាលហ្នឹងព្រំដែនហ្នឹងក៏បិទការនាំចេញរបស់យើងទៅកាន់ប្រទេសថៃដែរអញ្ចឹងវាធ្វើឲ្យមានប៉ះពាល់មិនថាអត់ប៉ះពាល់ដល់យើងផ្ទាល់ទេតែប៉ះពាល់ទៅលើអ្នកផ្សេងហើយអ្នកផ្សេងហ្នឹងអាច
ជាទេជនរបស់ពួកយើងអីជាដើមមានថាបោះប្រជាជនផ្សេងៗទៀតដែលគាត់ប្រកបមកបរលក់ដូរផ្សេងៗអញ្ចឹងណាអញ្ចឹងសេដ្ឋកិច្ចវាប្រតិកាលាគ្នាអញ្ចឹងខ្ញុំចង់និយាយថាអ្នកដែលកើតក្នុងជំនាន់ហ្នឹងវាប៉ះពាល់គ្រប់យ៉ាងអញ្ចឹងចំណូលគឺវាធ្លាក់ទៅតាមហ្នឹងហើយសម្រាប់យើងដែលជាអ្នកធ្វើការឬមួយក៏អ្នករៀនសូត្រអីអញ្ចឹងណាត្រូវប្រឹងប្រែងមែនតើដើម្បីទៅឈោងចាប់ប្តីសម័យណាមួយរបស់យើងព្រោះថាបើសិនជាយើងប៉ឹងថាអូខេឪពុកម្ដាយរបស់យើងនឹងជួយទំនុកម្ដងយើងអានឹងវាពិបាកព្រោះថាសេដ្ឋកិច្ចអញ្ចឹងមួយគាត់រកបានអាចសម្រាប់តែទប់ទល់នៅក្នុងការចាយវាយថ្នាំសង្កូវប្រចាំថ្ងៃតែនៅក្នុងសេដ្ឋកិច្ចអញ្ចឹងអានេះយើងអត់សូវនិយាយទៅដល់អ្នកមានទេពួកអ្នកមានគាត់អត់មានបញ្ហាទេដោយសារតែវាប៉ះពាល់មែនតែគាត់មានចំណូលពីផ្លូវផ្សេងអញ្ចឹងគាត់វាធ្វើទៅធ្វើមកទៅវាមានបាត់មួយពីចូលមួយគេមានច្រើនច្រកអញ្ចឹងសម្រាប់យើងត្រូវផំផាយមែនតែព្រោះក្តីសម័យយើងពេលខ្លះគឺវាត្រូវការទុនត្រូវការយើងនិយាយទៅថាត្រូវការលុយយើងដើម្បីបានលុយទាំងអស់ហ្នឹងមកសម្រាប់ក្តីសម័យរបស់យើងគឺយើងត្រូវតែប្រឹងប្រែងខិតខំជាសិស្សនិស្សិតត្រូវប្រឹងប្រែងរៀនសូត្រឲ្យប៉ាកែបានអាហារូបករណ៍ទៅក្រៅប្រទេសឬមួយក៏បាននិទេសល្អអញ្ចឹងពេលយើងមានចំណេះដឹងសមត្ថភាពការទទួលបានប្រាក់កម្រៃបន្ទាប់ពីយើងរៀនសូត្រហ្នឹងគឺវាច្រើនទៅតាមហ្នឹងដែរសម្រាប់អ្នកធ្វើការត្រូវប្រឹងប្រែងរៀនជំនាញថ្មីឲ្យទាន់សម័យកាលហើយធ្វើការងារយើងត្រូវធ្វើយ៉ាងម៉េចថាយើងធ្វើមិនដើម្បីតែក្រុមហ៊ុនទេគឺយើងធ្វើដើម្បីខ្លួនយើងគិតអញ្ចឹងទៅព្រោះលទ្ធផលដែលយើងធ្វើល្អគឺវាបានតបស្នងទៅឲ្យក្រុមហ៊ុនយើងបាត់ហើយតែបើមិនជាយើងធ្វើអគាត់ថាក្រុមហ៊ុននឹងមានអាហ្នឹងក៏វាប៉ះពាល់ដល់យើងដែរព្រោះការងាររបស់យើងគឺវាបង្ហាញពីសមត្ថភាពរបស់យើងអញ្ចឹងទាំងអស់គ្នាខ្ញុំចង់មានន័យថាយើងត្រូវប្រឹងប្រែងធ្វើម៉េចធ្វើការអ្នកធ្វើការត្រូវប្រឹងធ្វើការឲ្យល្អអ្នករកស៊ីត្រូវប្រឹងប្រែងរកស៊ីចេះសន្សំចេះទុកដាក់ទ្រព្យសម្បត្តិសម្រាប់អ្នកហ៊ានសូត្រត្រូវប្រឹងហ៊ានសូត្រឲ្យប្រកែអញ្ចឹងដើម្បីសម្រេចយកក្តីសម័យដែលយើងចង់បានគឺយើងត្រូវប្រឹងប្រែងដើម្បីយកវាហើយអ្នកដែលមានក្តីសម័យគឺអ្នកដែលត្រូវមានសុខភាពល្អអញ្ចឹងត្រូវថែសុខភាពមានក្តីសម័យហើយប្រឹងប្រែងទៅចាប់ក្តីសម័យហ្នឹងព្រោះថាក្តីសម័យយើងអាចធ្វើបានក្នុងរយៈពេលមួយថ្ងៃទៅយើងអាចធ្វើឲ្យហើយវាត្រូវជាគេហៅថា step by step មួយជំហានទៅមួយជំហានមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងយើងត្រូវចេះបែងចែកថាក្តីសម័យយើងចង់បានអីអញ្ចឹងយើងត្រូវចេះបែងចែកថាដើម្បីឈោងទៅចាប់ក្តីសម័យហ្នឹងយើងត្រូវបែងចែកវាត្រូវធ្វើអីខ្លះពីមួយថ្ងៃទៅមួយថ្ងៃដើម្បីអាចទៅឈោងចាប់ក្តីសម័យហ្នឹងបានក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ទូមានអ្នកទាំងអស់គ្នាគឺថាអានេះខ្ញុំអត់ហៅថាទូមានទេព្រោះយើង channel នេះគឺយើងនិយាយពីការសាកគិតមើលអ្នកទាំងអស់គ្នាសាកគិតមើលទៅជាយោបល់របស់ខ្ញុំយើងត្រូវតែបែងចែកការធ្វើក្តីសម័យរបស់យើងហ្នឹងជាការងារប្រចាំថ្ងៃក៏ប៉ុន្តែបើមិនជាការងារដែលត្រូវធ្វើថ្ងៃហ្នឹងអ្នកទាំងអស់គ្នាត្រូវធ្វើថ្ងៃហ្នឹងឲ្យហើយកុំចាំទៅថ្ងៃស្អែកឧទាហរណ៍ការងារដែលត្រូវធ្វើថ្ងៃអាទិត្យត្រូវធ្វើថ្ងៃអាទិត្យទៅហើយកុំចាំថ្ងៃច័ន្ទចាំធ្វើអានេះគឺជាការមិនជាការអប់រំរបស់ខ្ញុំទេហើយអាកំណត់ថាកុំຕົកការងារដែលត្រូវធ្វើថ្ងៃហ្នឹងត្រូវធ្វើនៅថ្ងៃស្អែកហ្នឹងវាគឺជាការទូន្មានរបស់ស្ដេចថាំងមហាថាំងរបស់ចិនជាជំនាន់ដែលរុងរឿងមួយដែរដែលយើងហៅជំនាន់ដែលមានផ្លូវសូត្រគេថាផ្លូវសូត្រប្រទេសចិនហ្នឹងគឺកើតឡើងនៅក្នុងសម័យមហាថាំងហ្នឹងឯងហើយស្ដេចដែលខ្លាំងជាមហាគេហៅថាជាអធិរាជមហាថាហ្នឹងគឺឈ្មោះស្ដេចលីស៊ូមីងគាត់បានណែនាំរឿងហ្នឹងទៅដល់គ្រួសាររបស់គាត់ដល់មន្ត្រីរាជការរបស់គាត់មានថារឿងដែលត្រូវធ្វើថ្ងៃហ្នឹងគឺត្រូវធ្វើថ្ងៃហ្នឹងឲ្យហើយកុំយ៉ាងថ្ងៃស្អែកសូមអរគុណ